ហួសចិត្តពេកយាយសួយចេញវីដេអូដាក់ប៉ុន្មានឃ្លាទៅកាន់នារីមួយចំនួននាំគ្នាទៅកោសក់យកងើហេងម្នាក់កោឡើងពាក់កណ្ដាលសក់ដោយពួកឆិនឡុងក្មេងនឹងស្អាតនឹងសក់នឹងហើយទៅកោសក់លុយឆិនឡុងហ្នឹងបងអូនមើលម្នាក់រត់ទៅកោសក់ឲ្យមកជុំមេបាញ់លេសឺទៀតអត់ឲ្យដោះសក់ទៀតហើយមនុស្សស្អីទៅថ្ងាសទៅលាយមុខដូច E80ថ្មីនេះឃើញថានៅលើបណ្ដាញសង្គមគឺផ្ទុះល្បីខ្លាំងមែនទែនពាក់ព័ន្ធនឹងវីដេអូនារីជាច្រើនរូបនាំគ្នាទៅកោសក់យកងើហេងឬកោសក់យកជំទាវដោយម្នាក់សម្រុកនាំគ្នាទៅកោសក់ភ្លុកទឹកភ្លុកដីឃើញដូច្នេះហើយធ្វើឲ្យយាយសួយហួសចិត្តយ៉ាងខ្លាំងគាត់ក៏បានចេញវីដេអូនិយាយរៀបរាប់សួរទៅកាន់នារីមួយចំនួនខាងលើថាមួយរយៈនេះខ្ញុំអត់ទីតអត់ផុតទេអារឿងវាយរលរឿងកោសក់យកជំទាវកោសក់ងើហេងហ្នឹងខ្ញុំអត់យល់ថាបងអូនគិតអីមួយចំនួននាំគ្នាទៅកោសក់ពាក់កណ្ដាលសក់ដូចពួកឆិនឡុងហើយហើយមនុស្សស្រីយើងចេះខ្ញុំអត់បានឲ្យបងអូនមិនជឿលើជំនឿទេហើយក៏អត់បានឲ្យបងអូនមិនជឿលើហងស៊ុយដែរអញ្ចឹងខ្ញុំឲ្យគ្រាន់ឲ្យបងអូនវីដេអូនេះគ្រាន់ផ្ដាំបងមួយចំនួនស្រីមួយចំនួនណាធ្វើការគិតបច្ចាណាឡើងវិញមិនចេះតែជឿទេមិនចេះតែជឿមិនចេះតែឃើញគេធ្វើអីធ្វើតាមគេឃើញតម្រៃអាចធំតាមតម្រៃទេណាបងអូនត្រូវគិតចាណាមនុស្សយើងរាល់ថ្ងៃក្មេងនឹងស្អាតនឹងសក់នឹងហើយទៅកោសក់លុយឆិនឡុងហ្នឹងបងអូនមើលម្នាក់រត់ទៅកោសក់ឲ្យមកជុំមេបាញ់លេសឺទៀតអត់ឲ្យដោះសក់ទៀតហើយមនុស្សស្អីទៅថ្ងាសទៅលាយមុខដូច E80ប្រាប់តែមុខចំណាស់ហ្មងមនុស្សស្រីក្មេងទៅកោសក់ដល់ងានហើយសំខាន់រីចៃដល់នេះទៀតយកហងស៊ុយហ្នឹងហើយខ្ញុំមិនមែនឲ្យបងអូនមិនជឿទេតែបងអូនត្រូវចាណាច្បាស់មិនមែនមនុស្សដូចគ្នាទាំង100ទេមនុស្សមិនមែនដូចគ្នាទាំង100ទេហងស៊ុយក៏មិនមែនបងអូនអ្នកខ្លះកោទៅក៏ងើហេងទៅអ្នកខ្លះក៏កោទៅវាមិនងើហេងបងអូនមិនមែនមើលតាមតែឃើញគេធ្វើតាមគេទាំងអស់ទេណាបងអូនត្រូវកាត់ចាណាឲ្យច្បាស់ណាហើយបងអូនកោមួយចំនួនណាបាញ់លើស្រើឡើងឲ្យលីងមកអត់ឲ្យដោះលីង